Ok, sắp cùng một phần này mà can video thay mấy. Anh ấy cứ chia từ sắp iPhone 13 mini, vì mình chia từ sắp iPhone 13 thế. Và bọn khơi nhé, vì mình rupin tôi mình đen, tập 7 thòng đại chung đây. Chẳng, này cứ chia từ sắp mà đen mini rồi bài Paul, đã miền tập series thế, cứ tập mini nâng 13 mini. Hãy trong nâng này dạy tại tông tân nâng chung được khác khác, đại chung pin chất từ mà đen mini ní. Rồi bọn trong Apple, hay có sau đại đấy chụp bùa ca chụp bật, rồi bọn Apple to lên mà đâu. ដែលនេះគឺជាទូរស័ព្ទដែលមានរូបរាងតូចស្អាតស្រួលដាក់តាមខ្លួនក៏ដូចជាស្រួលកាន់មែនទែនហើយក៏ងាយស្រួលនៅក្នុងការប្រើប្រាស់ផងដែរដែលដំណើរការល្បឿននៃការប្រើប្រាស់របស់វាគឺស្មើនឹងទូរស័ព្ទ iPhone 13 បូករួមជាមួយនឹងការបំពាក់ជាមួយនឹង CPU GPU ក៏ដូចជាម៉ាស៊ីនរបស់វាផ្ទាល់ហ្នឹងគឺជាម៉ាស៊ីនទូរស័ព្ទ iPhone 13 គាត់ថាវាមានបំពាក់អេក្រង់តូចតួខ្លួនតូចសមត្ថភាពធំបូករួមជាមួយនឹងថ្មតូចផងដែរអញ្ចឹងនេះគឺជាទូរស័ព្ទដែលល្អបំផុតមួយនៅក្នុងការប្រើប្រាស់ហើយវាក៏ជាទូរស័ព្ទដែលកម្របំផុតផងដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងថាខ្ញុំចូលចិត្តទៅលើអីខ្លះចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងតួខ្លួនទួយរបស់វាតែម្ដងគឺងាយស្រួលនៅក្នុងការដាក់តាមខ្លួនងាយស្រួលនៅក្នុងការកាន់ហើយល្បឿននៃការប្រើប្រាស់របស់វាក៏លឿនផងដែរអាហ្នឹងគឺជាចំណុចដែលខ្ញុំពេញចិត្តបំផុតចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងផ្នែកកាមេរ៉ារបស់វាផ្ទាល់តែម្ដងដែលនៅក្នុងនោះគឺបងប្អូនដឹងហើយពាក់ព័ន្ធជាមួយនឹងកាមេរ៉ារបស់វាគឺមានទំហំ12 megapixel ទាំងខាងមុខនិងខាងក្រោយតែម្ដងនៅក្នុងនោះគឺយើងមានគេហៅថា lens ultra wide បូករួមជាមួយនឹង lens gold គឺអត់មាន telephoto ទេអញ្ចឹងយើងអាចធ្វើការថត 0.5 បានបងប្អូនឃើញទេគឺគេហៅថា lens ទលាយអញ្ចឹងយើងពិតជាល្អមែនទែនសម្រាប់ប្រភេទ lens ទលាយនេះដែលបំពាក់នៅលើ iPhone 13ដែលយើងមិនត្រូវការប្រភេទគេហៅថា ultra wide សំដៅ telephoto ទេហើយកាមេរ៉ារបស់វាគឺថតច្បាស់មែនទែនទាំង lens គេហៅ lens ទលាយនិង lens gold របស់វានឹងគឺច្បាស់ដូចគ្នាហើយកាមេរ៉ាខាងមុខ12 megapixel នេះក៏មិនអន់ដែរវាអាចដំណើរការទៅលើគេហៅថា scan សំដៅថតបានច្បាស់មែនទែនទាំងវីដេអូក៏ដូចជារូបភាពគួរសមហើយបូករួមជាមួយនឹងការ scan មុខដែលវាមាន sensor នៅខាងមុខនោះផងដែរចំពោះអេក្រង់អត់បាន 120Hz ទេ 60Hz ក៏ប៉ុន្តែវា smooth ខ្លាំងមែនទែននៅក្នុងការប្រើប្រាស់ដោយសារតែគេ optimize ជាមួយនឹងម៉ាស៊ីនរបស់វានឹងគឺដំណើរការបានល្អអញ្ចឹងអត់សូវជួបបញ្ហាទាក់ទងជាមួយនឹងការកាំងឬក៏ទាក់ទងជាមួយនឹងការចុចទៅ lag អីទេអញ្ចឹងសម្រាប់ការចុច lag ឬក៏មានបញ្ហាគឺពាក់ព័ន្ធជាមួយនឹងអេក្រង់ copy ភាគច្រើនណាប៉ុន្តែសម្រាប់អេក្រង់ Zin របស់វាគឺ air មែនទែនអញ្ចឹងសម្រាប់បងប្អូនដែលទិញទូរស័ព្ទភាគច្រើនគឺបងប្អូនត្រូវស្វែងរកកន្លែងណាដែលមានទំនុកចិត្តបូករួមជាមួយនឹងអវ៉ាន់ដែលសំណុំ Zin តែម្ដងគឺវាងាយស្រួលនៅក្នុងការប្រើប្រាស់ក៏ដូចជាមិនងាយនៅក្នុងការរងទៅលើបញ្ហាផ្សេងៗទេអញ្ចឹងដូចមកក្រុមនេះអញ្ចឹងវាគឺជាទូរស័ព្ទ iPhone 13 mini ពណ៌ឈូកដែលយើងហៅថា pink ក៏បានសម្រាប់ពណ៌នេះគឺជាពណ៌មួយដែលស្អាតវាស្រដៀងជាមួយនឹងពណ៌សដែរគ្រាន់តែវាស្ទុំជាងក៏ប៉ុន្តែសម្រាប់ម៉ាស៊ីននេះគឺសំណុំ Zin តែម្ដងថ្មវានៅ84 storage 128ជិះបងប្អូនដែលមានបរិការពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អាចទាក់ទងតាមរយៈ Telegram របស់ខ្ញុំដែលខ្ញុំដាក់នៅក្នុង description នេះបានអញ្ចឹងសម្រាប់ចំណុចទី3គឺខ្ញុំពេញចិត្តទៅលើគេហៅថាមុខងារមួយចំនួនដែលវាបំពាក់ជាមួយនឹង iPhone 13 mini នេះដូចជាគេហៅថា Fake ID របស់វា scan បានលឿនថ្មរបស់វាក៏រៀងកាន់គួរសមអានឹងសិតតែជាចំណុចដែលខ្ញុំពេញចិត្តបំផុតហើយចំណុចមួយទៀតដែលខ្ញុំសោកស្ដាយនឹងគឺការឈប់ផលិតរបស់ Apple ដែលគេទៅបដូរទៅផលិតជាមួយនឹង Model Plus ហើយថ្មីនេះគឺបែកឃ្លាជាមួយនឹងព័ត៌មានតាក់ទងជាមួយនឹងការផលិត Model Plus ហ្នឹងលេងគេហៅថាលែងទទួលបានចំណាប់អារម្មណ៍គឺគេផ្លាស់ប្ដូរទៅផលិត Model Air វិញផងដែរដែលគេនឹងធ្វើការដក Model Plus ចេញអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែជាព័ត៌មានមួយដែលយើងទទួលបានពី website ធំៗមួយចំនួនក៏ដូចជាអ្នក review ល្បីៗនៅតាមបណ្ដាប្រទេសនានាអញ្ចឹងនេះគឺជាទូរស័ព្ទ iPhone 13 mini នេះគឺជាទូរស័ព្ទ iPhone 13 mini បើសិនជាបងប្អូនមានតម្រូវការពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់រូបរាងដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងតួស្អាតខ្នងខាងក្រោយក៏ស្អាតគឺយើងទទួលបានជាមួយនឹងគុណភាពល្អអេក្រង់អត់មាន code ទេ storage 128GB LLA ជាប្រភេទម៉ាស៊ីនរបស់សហរដ្ឋអាមេរិកចំពោះថ្មនៅសល់ 84% បងប្អូនមានតម្រូវការអាចទាក់ទងតាមរយៈ Telegram បានវីដេអូនេះគឺមានប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយ